បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត Sealing ដែលរូបមន្ត Sealing នេះគឺយើងប្រើសម្រាប់បង្គុតចំនួនឡើងលើទៅតាមលេខដែលយើងកំណត់នៅក្នុងវីដេអូនេះខ្ញុំមានឧទាហរណ៍ចំនួន3សម្រាប់បង្ហាញបងប្អូនទាំងអស់គ្នាដែលទី1គឺមូលដ្ឋាននៃការប្រើប្រាស់រូបមន្ត Sealing ទី2គឺយើងចង់បន្ថែមទៅលើបន្ទុកដែលវាមានចំនួនទស្សភាគនៅខាងចុងហើយយើងចង់បង្គុតវាឡើងត្រឹមបង្គុតវាឡើងឬមួយក៏យើងអាចបង្គុតត្រឹមបន្ថែមត្រឹម 0.25 ឬមួយក៏ 0.5 អីជាដើមអញ្ចឹងទៅហើយនឹងទី3គឺការប្រើប្រាស់រូបមន្ត Sealing ហ្នឹងដើម្បីគណនាតម្លៃយើងចង់បន្ថែមតម្លៃឬមួយក៏យើងចង់ធ្វើ promotion នេះជាដើមអញ្ចឹងទៅឥឡូវយើងមើលមកតារាងទី1គឺមូលដ្ឋាននៃការប្រើប្រាស់រូបមន្ត Sealing ខ្ញុំមានលេខ10ហើយនឹងលេខ3ដែល3ហ្នឹងគឺជាមេគុណរបស់វាយើងដឹងហើយថា Sealing គឺយើងប្រើសម្រាប់បង្គុតឡើងចំណែកឯវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត floor ដែល floor ហើយនឹង Sealing ហ្នឹងគឺវាជារូបមន្តផ្ទុយគ្នាមួយបង្គុតចុះហើយមួយទៀតគឺបង្គុតឡើងនឹងតែម្ដងអញ្ចឹងបងប្អូនគ្រាន់តែបញ្ចូលសញ្ញាស្មើតមកយើងវាយពាក្យថា Sealing បើកវងកញ្ចក់មានតែ2ចំណុចទេទី1គឺ number ហើយនឹងទី2 significant number នេះគឺជាលេខចុចសញ្ញាក្បៀសមួយបានយើងទៅកំណត់តាក់ទងជាមួយនឹង significant អញ្ចឹងនៅក្នុងនេះខ្ញុំមានលេខកំណត់ជាស្រាប់ហើយជាងខ្ញុំអត់ចាំបាច់បញ្ចូលទេខ្ញុំចុចនៅលើនេះតែម្ដងតមកយើងបិទវងកញ្ចក់ enter បាទអញ្ចឹងមានន័យថា Sealing នេះគឺយើងបង្គុតឡើងហ្នឹងគឺបង្គុតឡើងមិនឲ្យលើសអំពី3ទេបើសិនជា significant 3ដែលយើងចាត់ទុកជាមេគុណរបស់យើងហ្នឹងគឺវាមិនអាចបង្គុតលើសពី3ទេអញ្ចឹងឧទាហរណ៍ថាបើយើងសូត្រមេ3 3ដង9វាអត់ទាន់ដល់10ទេដល់ពេល3 4ដង12អញ្ចឹងធ្វើម៉េចក៏ដោយគឺស្មើនឹងលេខរបស់យើងហើយនឹងធំជាងដោយករណីលេខ31ហើយនឹងយើងចង់បង្គុតឡើងត្រឹម6អញ្ចឹងត្រឹមបង្គុត6បើសិនជាចម្លើយរបស់វាយើងឧទាហរណ៍6 5ដងវា30ប៉ុន្តែអានេះ31វាលើសអញ្ចឹងវាទៅបង្គុតឡើងទៅមួយទៀតវាឡើងថែម5ទៀតវាឡើងទៅដល់36នឹងតែម្ដងដូចនេះអញ្ចឹង25.6អញ្ចឹងយើងឲ្យវាបង្គុតឡើងអត់ដល់1ទេត្រឹម0.999អីចឹងទៅអញ្ចឹងវាឡើងទៅបានត្រឹមតែ26ទេដក35.6បើយើង6 5ដងវា30អញ្ចឹង35.6យើងបង្គុតឡើងទៅវាបានដក30ហើយដល់ពេល126នេះបើយើងនិយាយអំពីមេគុណ25វិញវាឡើងទៅដល់រហូតទៅដល់150តែម្ដងតែបើក្នុងករណីលេខហ្នឹងយើងដាក់150ហើយគណនាមកវាអត់ប្រែប្រួលទេដោយសារ25នេះវាគុណទៅវាស្មើជាមួយនឹង150ហើយនៅពេលដែលយើងគុណនឹង1គុណនឹង2ឡើងរហូតទៅដល់150ហើយអញ្ចឹងវាអត់មានប្រែប្រួលទេតែបើក្នុងករណីលេខនេះយើងថែមតែ1ឯ151អញ្ចឹងវាប្រកាសជាឡើងទៅ175ហើយពីព្រោះវាលើសពី150នៃមេគុណ25នេះអញ្ចឹងវាថែមធ្វើម៉េចឲ្យវាត្រឹមតែក្នុងក្របខ័ណ្ឌត្រឹមតែ25ហ្នឹងទេអញ្ចឹងថាតើរូបមន្ត Sealing នេះយើងប្រើទៅតើវាមានប្រយោជន៍អ្វីនោះអញ្ចឹងយើងមកមើលនៅក្នុងតារាងទី2ដែលយើងអាចប្រើរូបមន្ត Sealing ហ្នឹងដើម្បីបន្ថែមបង្គុតលេខបន្ទុកហ្នឹងដោយយើងចង់បន្ថែមត្រឹមកម្រិតណាមួយអញ្ចឹងឧទាហរណ៍ថាបន្ទុកសរុបរបស់សិស្ស A B C នេះមកអញ្ចឹងទៅយើងឃើញមាន65.73 36.5ឧទាហរណ៍លេខហ្នឹងបើក្នុងករណីដែលយើងឬមួយក៏ជាគោលការណ៍របស់សាលាថាបន្ទុកមិនឲ្យមានក្បៀសទេយើងចង់ប្រកួតឡើងអញ្ចឹងសិស្សបានប៉ុន្មានក៏យើងប្រកួតឡើងដែរអញ្ចឹងបងប្អូនអាចប្រើរូបមន្ត Sealing ទៅតែបើក្នុងករណីគេបន្ទុកមានទស្សភាគនឹងប្រមាណក៏យើងប្រកួតចុះអានឹងយើងអាចប្រើរូបមន្ត floor ឬមួយក៏រូបមន្ត integer អញ្ចឹងទៅឥឡូវនេះយើងចង់ប្រកួតឡើងទៅទាំងអស់មានន័យថា
bong bồn còn tại vay ceiling tới hay dân vay chật chơi lên number tao mới chơi nhà cái bia mùi significant ní dân trong một cột lao nước miền Tha ọt ao là vì mùi bình tụ tề chùm nôn tu sụp hiện đang bảo mán ao việt tây chỉ chùm nôn cột nằng tài mà đong chứ là anh significant ní cái dân đặt tại lịch mùi nâng ba này tao mới dân inter rồi ní nó về được trong tiền bình tụ nâng tầng o tới nhưng khơi tha vì lao từ mùi mùi vì lao từ miền Tha học hẻm cho chiến nó vì lao từ học của mùi học sam bộ mùi chơi há vì lao từ sample chơi học vì lao từ sam vậy vậy tới cứ vì cái dân praรูปมนต์ ceiling នេះវាខុសអំពីរូបមន្ត round up ដែល round up នោះមានន័យថាបើវាត្រឹម50ឡើងវាប្រកួតឡើងក្រោមត្រឹម50ឡើងវាប្រកួតឡើងក្រោម50វាប្រកួតចុះអីចឹងទៅអាហ្នឹងនៅផ្នែកទស្សនភាពតែដល់ពេលរូបមន្ត ceiling នេះវិញគឺយើងអាចកំណត់ថាតើយើងចង់ប្រកួតហ្នឹងប្រកួតត្រឹមណាហ្នឹងធំបំផុតត្រឹមប្រមាណចឹងទៅបើក្នុងករណីមួយមានន័យថាមិនអោយប្រកួតលើសពី1ទេវានៅក្រមួយនឹងរហូតទៅនឹងវាប្រកួតឡើងទៅមកនៅក្នុងចំណុចនេះដែរប្រសិនបើឧទាហរណ៍ថាបន្ទុកហ្នឹងយើងអត់ចង់អោយប្រកួតឡើងទៅវាឃ្លាតឆ្ងាយឧទាហរណ៍ថានេះអានេះអញ្ចឹងវាមាន98.10អញ្ចឹងចុច10ក៏វាប្រកួតឡើងទៅដល់99ដែរហ្នឹងវាឆ្ងាយមានន័យថាវាបន្ថែមរហូតដល់0.90ឆ្ងាយពេកអញ្ចឹងឧទាហរណ៍ថាយើងចង់បានចំនួនទស្សភាគដែរប៉ុន្តែបន្ទុកហ្នឹងជាទូទៅចុច73.66.11ចេះវាអាក្រក់មើលជាទូទៅគេមិនដាក់បន្ទុកបែបហ្នឹងឯងប៉ុន្តែពេលដែលយើងកណនីជាមធ្យមមកវាប្រកាសជាមានលេខច្រើនបែបច្រើនយ៉ាងនៅក្នុងចំនួនទស្សភាគអញ្ចឹងយើងគ្រាន់តែផ្លាស់ប្ដូរទៅយើងដាក់រូបមន្ត ceiling មិនដដែលទេហើយជ្រើសរើស number មិញហើយក្បៀសមួយឧទាហរណ៍ថាឥឡូវខ្ញុំចង់ប្រកួតឡើងប៉ុន្តែឡើងនេះគឺមិនអោយលើសអំពី 0.25 ទេ0.25 អញ្ចឹងប៉ុណ្នេះហើយបន្ទុកយើងគឺវាដឹងតែបន្ថែមមិនអោយលើសពី 0.25 អញ្ចឹងបន្ទុកវាមានតែកត់ហើយវាមានចំនួនទស្សភាគ 0.25 0.5 0.75 ហើយនឹងកត់វិញហើយអញ្ចឹងកន្លែងនេះគឺនៅពេលដែលខ្ញុំទាញមកយើងឃើញ36.5វានៅតែ36.5ដដែលទេដោយសារវាចែកដាច់ជាមួយនឹង0.25 មិញហើយដល់ពេល66នេះវាឡើងទៅត្រឹម75 11វាឡើងទៅត្រឹម25អញ្ចឹងមានន័យថាការបន្ថែមបន្ទុករបស់យើងហ្នឹងគឺវាអត់សូវលំអៀងច្រើនទេគឺយើងត្រឹមតែ 0.25 មិនឲ្យលើសពី 0.25 ទេដែលយើងបន្ថែមហើយបងប្អូនចង់ថាបន្ទុកហ្នឹងយើងមិនឲ្យវា 0.25 ក៏ទុយទេយើងដាក់ 0.5 អីចឹងទៅអញ្ចឹងវាមានតែគុតហើយនឹង 0.5 គុត 0.5 អញ្ចឹងទៅបន្ទុកណាដែល50ស្រាប់អាហ្នឹងវាអត់មានប្រែប្រួលទេប៉ុន្តែបើវាលើសពី50អាហ្នឹងវាប្រកួតឡើងទៅមួយទៀតហើយបើវាក្រោម50អាហ្នឹងវាប្រកួតត្រឹមមក50អញ្ចឹងមកបាទអានេះគឺជាប្រយោជន៍នៃការប្រើប្រាស់រូបមន្ត ceiling ហ្នឹងដែលយើងអាចកែតម្រូវបន្ទុកដែលវាមានចំនួនទស្សភាគរបស់វាលេខច្រើនបែបច្រើនយ៉ាងពេកហើយយើងចង់មកឲ្យវាទៅជាចំនួនគុតសុទ្ធឬមួយក៏យើងចង់បន្ថែមវាតែ 0.25 អីចឹងទៅដើម្បីឲ្យបន្ទុកហ្នឹងវាមានតែគុតមាន0.25 ក៏ទុយ 0.5 ក៏ទុយ 0.75 ក៏ទុយអីជាដើមចឹងទៅឧទាហរណ៍ចុងក្រោយគឺយើងប្រើប្រាស់រូបមន្ត ceiling ហ្នឹងដើម្បីគណនាតម្លៃថ្មីយ៉ាងឧទាហរណ៍ថានេះគឺជាតម្លៃនៃផលិតផលពី A រហូតទៅដល់ K អញ្ចឹងមកហើយតម្លៃនេះវាចំនួនទស្សភាគនៅខាងចុងអញ្ចឹងយើងចង់បង្គុតវាឡើងបើបងប្អូនចង់បង្គុតចុះអានឹងយើងប្រើរូបមន្ត floor ទៅហើយបើយើងចង់បង្គុតឡើងយើងប្រើរូបមន្ត ceiling នេះមកដល់មកយើងចុចលើ number ក្បៀស1កំណត់អំពី significance នេះគឺឥឡូវឧទាហរណ៍ថាខ្ញុំចង់តម្លើងថ្លៃអញ្ចឹងខ្ញុំដាក់លេខ1ទៅបន្ទាប់មកទៀតឧទាហរណ៍ថាបើយើងតម្លើងថ្លៃបែបនេះគឺ53គឺវាឡើងទៅ54វាឡើងទៅ54 36ឡើងទៅ37 30អីចឹងទៅប៉ុន្តែនៅពេលដែលយើងតម្លើងបែបហ្នឹងវាឃើញគុតដែរប៉ុន្តែដូចនៅលើទីផ្សារអីឃើញគេតម្លៃអញ្ចឹងហើយប៉ុន្តែវាមានកតុយ99អីចឹងអញ្ចឹងយើងរក្សា 253.01 អញ្ចឹងវាឡើងទៅ254ប៉ុន្តែយើងចង់ដកវាមកឲ្យវាត្រឹម253.
94cái tôi 94cái tôi năng chẳng mong ôn cònแต่ประថែមរូបមន្តមិញហ្នឹងកាលណាយើងដាក់បែបនេះមានន័យថាវាអង្គត់ឡើងមិនឲ្យលើសពី1ទេអញ្ចឹងយើងដកជាមួយនឹង 0.01 ចេញទៅហើយ enter បន្ទាប់មកបានយើងទាញមួយសារទៀតទៅយើងឃើញតម្លៃរបស់វានេះ 253.01 បើវាបង្គុតឡើងវាទៅបើយើងដាក់ថា$1មិញនេះកន្លែង significant វាប្រកាសជាឡើងទៅ254តែដល់ពេលយើងដក 0.1 ចេញទៅវានៅសល់ 253.99 អានេះ 36 ប៉ុន្តែវាសល់ 36.99 37.99 អញ្ចឹងយើងឃើញតម្លៃរបស់យើងនេះយើងឡើងប៉ុន្តែឲ្យវាមាន 99 នៅខាងចុងហ្នឹងដល់យើងមិនចាំបាច់អង្គុយវាយម្ដងមួយនាំតែយូរអញ្ចឹងបងប្អូនអាចប្រើរូបមន្ត ceiling នេះសម្រាប់កំណត់វាទៅវាក៏ជាប្រយោជន៍មួយលឿនជាងការអង្គុយបន្ថែមម្ដងបន្តិចហ្នឹងទៅបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនារហូតមកដល់ចប់នេះយើងជួបគ្នាវីដេអូក្រោយទាក់ទងជាមួយនឹងរូបមន្ត Excel ជាបន្តទៀត